បាទជម្រាបសួរពុកម៉ែបងប្អូនដែលរស់នៅក្នុងប្រទេសជប៉ុនអស់គ្នាផងដែរបាទជាពិសេសផ្ញើជូនបងប្អូនសក្ខាកម្មពលករគ្នាយើងជាពិសេសអញ្ចឹងបាទអញ្ចឹងដូចនៅក្នុងរូបភាពខាងដំបូងហ្នឹងឯងគឺតាក់ទងនឹងករណីមួយដែលមានខ្មែរយើងគាត់យក Word ទៅសរសេរលេខនៅលើឈើលើក្តារដែលគេអត់ប្រើឬគេលែងត្រូវការអញ្ចឹងបាទអញ្ចឹងករណីហ្នឹងគឺខុសច្បាប់ហើយឬក៏ខុសទម្លាប់ខុសវិន័យក្រុមហ៊ុនគេបាទទោះបីឈើគេលែងប្រើឈើនឹងប្រើលែងបានទៀតទោះបីគេថាជាឈើនឹងជាសម្រាមឬក៏យកទៅបោះចោលក៏ដោយក៏យើងអត់អាចទៅសរសេរលេងឬក៏យកទៅអាលេងឬក៏យកទៅផ្ទះឬក៏យកធ្វើអីតាមតែក្បាលខ្លួនឯងនេះគឺអត់បានទេបាទព្រោះអាហ្នឹងទោះបីគេឈប់ប្រើទោះបីវាជាសម្រាមទោះអីក៏ដោយក៏ស្ថិតនៅតែជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនគេដែរហើយទោះបីជាគេទុកនៅម្ដុំណាឯណាដោយគឺជាការគ្រប់គ្រងរបស់គេហើយណាមួយទៀតគឺគេទុកវានៅម្ដុំដែលឡែកដើម្បីឲ្យមានការគ្រប់គ្រងធនធានសម្រាមឬក៏គេមានក្រុមផ្សេងទៀតដែលគេមកប្រមូលរបស់គេហ្នឹងគឺមានការគ្រប់គ្រងល្អផងគេអញ្ចឹងបាទយើងអាចទៅសរសេរទៅយកលេងទៅអីហ្នឹងវាធ្វើឲ្យប៉ះពាល់ដល់ការគ្រប់គ្រងផងគេហើយណាមួយវាក៏នៅតែជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនគេដែរយើងមិនមែនចេះតែនឹកឃើញតាមក្បាលវ៉ាល់ឯងទៅសរសេរនេះសរសេរនោះធ្វើនេះធ្វើនោះអានេះអានោះយកទៅផ្ទះតាមតែចិត្តអីអញ្ចឹងឯងបាទអញ្ចឹងមិនតែផ្នែកឈើផ្នែកអីទេផ្នែកសំណង់ផ្នែកអីក៏ដោយគឺដូចគ្នាទាំងអស់ឲ្យតែរបស់ក្រុមហ៊ុនគឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនហើយយើងអត់អាចទៅធ្វើលេងទៅអីបានតាមចិត្តទេបាទអញ្ចឹងកុំភ្លេចចែកម្លែកករណីហ្នឹងទៅគ្នាយើងទាំងអស់គ្នាផងបាទកុំឲ្យគេដេញក្បាលចោលទៅវិញអញ្ចឹងបាទខំជ័យលុយធនាគារអង្គការអស់ច្រើនខំប្រឹងបង់ថ្លៃសាលាខំប្រឹងរៀនពីខ្មែរខំប្រឹងឡើងមកដល់ជប៉ុនធ្វើការឲ្យគេហើយយើងដោយសារតែកំហុសតូចមួយហ្នឹងទៅឲ្យគេដេញក្បាលយើងទៅខ្មែរវិញអញ្ចឹងបាទអញ្ចឹងវាខាតបង់ធំធេងបាទអញ្ចឹងប្រយ័ត្នប្រយែងទាំងអស់គ្នាហើយផ្ដាំតគ្នាផងបាទចែកម្លែកឲ្យគ្នាយើងបានដឹងផងអរគុណច្រើនមានការខ្វះខាតទេជួយណែនាំផងបាទ